ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកន្លែងបណ្ណានាំអ្នកទាំងអស់គ្នាដែលមានឈ្មោះថាអង្គរ Wildlife and Aquarium គឺពិភពបាសមុទ្រនៅទីកន្លែងហ្នឹងគឺមានទាំងត្រីទឹកសាបទឹកប្រៃហើយក៏មានទ្រង់សត្វផងដែរទីតាំងដំបូងដែលយើងត្រូវទស្សនាហ្នឹងគឺជាប្រភពត្រីទឹកសាបដែលយើងអាចទស្សនាត្រីបានគ្រប់ប្រភេទជាពិសេសនោះគឺត្រីរស់នៅក្នុងបឹងទន្លេសាបទាំងតូចទាំងធំម្យ៉ាងវិញទៀតគេក៏មានបង្ហាញប្រភេទសត្វដែលរស់នៅក្នុងព្រៃអាម៉ាហ្សុនដែរដែលសម្រាប់ខ្ញុំផ្ទាល់គឺប្លែកភ្នែកខ្លាំងមែនទែនគឺជាសត្វដែលយើងនឹងកម្របានឃើញសម្រាប់ទីកន្លែងនេះវិញគឺយើងអាចទស្សនាត្រីនៅក្រោមមាត់សមុទ្រមានទាំងតូចទាំងធំហើយនឹងប្រភេទត្រីជាច្រើនទៀតដែលយើងនឹងកម្របានឃើញបើបងប្អូនចង់ដឹងប្រភេទត្រីជាក់លាក់គឺបងប្អូនអាចមើលអក្សរនៅលើផ្ទាំងដែលគេតាំងនឹងបានអ្វីដែលពិសេសនោះគឺគេមានកន្លែងយើងថតរូបចិត្តត្រីផ្ទាល់ឈូតបន្ទាប់ពីមើលសត្វនៅក្នុងទឹកហើយយើងបន្តទស្សនាសត្វលើគោកម្ដងមានដូចជាសត្វខ្លាឃ្មុំសត្វភេសត្វក្រពើនិងមានសត្វជាច្រើនទៀតហើយទីតាំងគេក៏មានតាំងជាផ្ទះលើទឹកសម្រាប់យើងទស្សនានិងសួនច្បារដ៏ស្រស់បំព្រងផងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូខ្ញុំនៅខេត្តសៀមរាបអរគុណច្រើនជម្រាបលា